តិចនិចលាបពណ៌តែពាំងបញ្ជូរបែបងាយងាយអញ្ចឹងសម្រាប់តិចនិចមួយនេះសំខាន់បំផុតបងប្អូនទី1យើងមានផលិតផលល្អហើយសម្រាប់ទី2គឺយើងស្គាល់អំពីល្បែសក់ច្បាស់និយាយទៅតកតងជាមួយនឹងវីដេអូធ្វើពណ៌សក់នីមួយៗគឺខ្ញុំតែងតែរំលឹកបងប្អូនសំខាន់បំផុតតកតងជាមួយនឹងការស្គាល់ល្បែសក់ដើម្បីយើងធ្វើពណ៌សក់នីមួយៗឲ្យវាត្រូវជាមួយនឹងពណ៌ដែលអតិថិជនយើងចង់បានអញ្ចឹងជាដំបូងសម្រាប់ពណ៌តែពាំងបញ្ជូរនេះគឺយើងធ្វើការពិនិត្យទៅមើលទៅលើផ្ទៃសក់របស់អតិថិជនរបស់យើងសិនដោយសារសក់របស់គាត់មានដុសខ្មៅ2តង់មានសក់ដែលគាត់ធ្លាប់លេងពណ៌ហើយនិងសក់ដុសថ្មីអញ្ចឹងយើងធ្វើការលាងដើម្បីយកល្បែទី8សម្រាប់ពណ៌នេះគឺវាស៊ីល្បែទី8ដើម្បីធ្វើមកគឺវាចេញទៅពាំងបញ្ជូរស្អាតអញ្ចឹងសម្រាប់ល្បែទី8គឺខ្ញុំធ្វើការប្រើជាមួយនឹងម្សៅ highlight OC និងខ្ញុំលាយសូន3ដើមចូលដែរដើម្បីកុំឲ្យម្សៅ highlight វាធ្វើការលឿនខ្លាំងពេកគឺខ្ញុំលាយសូន3ដើមចូលហើយខ្ញុំធ្វើការលាបដូចបងប្អូនឃើញអញ្ចឹងគឺយើងលាបនៅលើសក់ដែរដុសថ្មីមុនសិនបងប្អូនលាបហើយបងប្អូនឆែកឃើញថាវាឡើងមកប្រហែលជាមួយនឹងចុងសក់របស់យើងហើយបានយើងធ្វើការសិតទម្លាក់ទឹកថ្នាំពីលើចុះមកខាងចុងហើយយើងផ្អាប់ទុកចន្លោះប្រហែលជា10នាទីទៅ15នាទីតែប៉ុណ្្នឹងទេឃើញថាពណ៌ហ្នឹងវាចេញមកស្មើគ្នាអញ្ចឹងដល់ពេលដែលស្មើគ្នាអស់ហើយបងប្អូនបានយើងឈានចូលនៅក្នុងការកក់ហើយបងប្អូនសំខាន់ណាស់នៅក្នុងការលាងសក់គឺធ្វើការឆែកបើបងប្អូនមិនឆែកទេវាអាចនឹងឃើញខ្មៅដុំខ្មៅដុបនៅចំណុចណាមួយអញ្ចឹងណាអញ្ចឹងយើងព្យាយាមយើងឆែកហើយបន្ទាប់មកយើងធ្វើការយកភ្ញៀវទៅកក់សម្អាតជាមួយនឹងទឹកស្អាតហើយបងប្អូនធ្វើការស្ប៉ាសក់មួយផ្លេតសិនទៅចាំយើងយកភ្ញៀវមកផ្លុំសម្ងួតយើងចាប់ផ្ដើមបញ្ចូលពណ៌សម្រាប់ពណ៌នេះគឺខ្ញុំប្រើ3កូតខ្ញុំនឹងទម្លាក់លេខកូតនៅលើវីដេអូហ្នឹងបន្ទាប់មកបងប្អូនយើងលាបបំពេញគល់មុនសិនប្រហែលជា2ថ្នាំងដៃលាបទុកចន្លោះពី10នាទីបន្ទាប់មកបានយើងធ្វើការលាបទម្លាក់ចុះមកក្រោមការលាបបែបនេះគឺដើម្បីកុំឲ្យគល់សក់គឺចាំងជាងខាងចុងណាបងប្អូនដើម្បីឲ្យគល់សក់នោះវាកម្ៅផ្អាប់ទុករយៈពេល30នាទីដូចការលាបទូទៅអញ្ចឹងបន្ទាប់មកយើងធ្វើការលាងសម្អាតកក់ជាមួយនឹងសាប៊ូ collagen ឲ្យភ្ញៀវដើម្បីបំពេញជាតិទឹកក៏ដូចជាថែបំពន់សក់ភ្ញៀវហើយកុំភ្លេចណាគឺស្ប៉ាជានិច្ចណានៅក្នុងការលាបពណ៌ដើម្បីបិទសកាសក់ឲ្យសក់របស់ភ្ញៀវគាត់ប្រើពណ៌របស់យើងយូរទៅហើយវានៅតែស្អាតវានៅតែទន់វាអត់មានការបែកចុងអត់មានការស្ងួតសក់នៅថ្ងៃមុខអញ្ចឹងណាចុះបងប្អូនស្ប៉ាចន្លោះពី10នាទីទៅបងប្អូនស្ប៉ាម៉ាសាដើម្បីឲ្យសក់នឹងវាទន់វាភ្លឺអាឡងបន្ទាប់មកយើងគ្រាន់តែធ្វើការផ្លុំក៏ដូចជាការគៀបឲ្យភ្ញៀវទៅគឺហើយយើងនឹងទទួលបានពណ៌មួយដ៏ស្អាតហើយតសៃសក់ឡើងទន់អាឡងភ្លឺចែងចាំងបែបហ្នឹងណា